ដោតអារម្មណ៍លើលទ្ធផលតើលទ្ធផលគឺជាអ្វីលទ្ធផលគឺជាអ្វីមួយដែលអ្នកទទួលបានពីការងារពាក្យថាការងារគឺមានពីរធំការងារទី1គឺប្រើប្រាស់ដោយកម្លាំងការងារទី2ប្រើប្រាស់ដោយបញ្ញាអញ្ចឹងការងារដែលប្រើប្រាស់ដោយកម្លាំងគឺសុទ្ធតែជាការប្រើប្រាស់ដោយសមត្ថភាពរបស់បុគ្គលម្នាក់ដែលធ្វើការនៅកន្លែងការងារនោះគឺរៀងខ្លួនអ្នកដែលប្រើប្រាស់កម្លាំងដូចជាធ្វើការសំណង់ដូចជាអនាម័យដូចជាសន្តិសុខឬក៏ការងារអីផ្សេងទៀតដែលប្រើប្រាស់កម្លាំងប្រកបតែជាការប្រើដោយមានសមត្ថភាពរៀងខ្លួនចំណែកខាងអ្នកដែលប្រើប្រាស់ដោយបញ្ញាដែលប្រើដោយបញ្ញាហ្នឹងគឺជាអ្នកដែលមានចំណេះដឹងជំនាញពិតប្រាកដបទពិសោធន៍ការងារហ្នឹងទើបទទួលបាននៅលទ្ធផលប៉ុន្តែដើម្បីឲ្យបានជោគជ័យនៅក្នុងការទទួលបានលទ្ធផលល្អបច្ច័យដំបូងនៃភាពជោគជ័យនោះគឺសមត្ថភាពអាចប្រើប្រាស់នៅកម្លាំងកាយនិងកម្លាំងចិត្តដើម្បីដោះស្រាយបញ្ហាឬគោលបំណងដែលកើតឡើងឥតឈប់ឈរដោយមិនចាំបាច់ប្រើកម្លាំងដូច្នេះរឿងទាំងអស់ហ្នឹងគឺសុទ្ធតែជារឿងមួយដែលយើងគួរគប្បីនិងប្រើប្រាស់សមត្ថភាពឲ្យមានសមត្ថភាពឲ្យត្រឹមត្រូវទៅតាមកាលៈទេសៈណាមួយនៅក្នុងចំណុចនេះគឺលោក Edison បានសង្កត់ថាបញ្ហានោះគឺស្ថិតនៅលើសមត្ថភាពបង្កើតនិងទទួលយកលទ្ធផលសម្រាប់ការងារនឹងឯងតែម្ដងប៉ុន្តែមនុស្សភាគច្រើនបានចាប់ផ្ដើមចាកចេញពីការងាររៀនសូត្រប្រកបដោយចំណេះដឹងនិងជំនាញតិចតួចប៉ុន្តែជាលទ្ធផលនៃការបដោតអារម្មណ៍ទៅលើលទ្ធផលដែលឃើញភ្លាមគេបានសម្រេចនៅគោលដៅធំធេងនិងជោគជ័យជាងអ្នកដែលមានចំណេះដឹងខ្ពស់ទៅទៀតនៅត្រង់កន្លែងនេះគឺជារឿងមួយដែលវាជាប់ពាក់ព័ន្ធទៅនឹងការដែលយើងប្រើប្រាស់នៅសមត្ថភាពនឹងតែម្ដងយើងក៏លេចមើលទៅអ្នកដែលបានសិក្សារៀនសូត្រខ្ពង់ខ្ពស់រៀនតាំងពីបាក់ឌុបបរិញ្ញាបត្រអនុបណ្ឌិតប៉ុន្តែគ្រាន់តែជារឿងទ្រឹស្ដីទេតែរឿងអនុវត្តគឺអត់ទាន់មានប៉ុន្តែបើសិនជាអ្នកដែលមិនបានរៀនសិក្សារៀនសូត្របានតិចតួចគេរៀនទ្រឹស្ដីតិចជាងការអនុវត្តអញ្ចឹងធ្វើការនៅក្នុងក្រុមហ៊ុនក្តីធ្វើការនៅក្នុងស្ថាប័នក្តីភាគច្រើនគេចង់បានលទ្ធផលគេអត់ចង់បានទ្រឹស្ដីគេអត់ចង់បានការនិយាយច្រើនគេអត់ចង់បានគ្រាន់តែយើងមកការនិយាយទេគឺមិនឲ្យមានលទ្ធផលល្អបើសិនជាយើងប្រៀបធៀបទៅអ្នកទាំងពីរគឺអ្នកដែលគេប្រើប្រាស់សមត្ថភាពដោយឲ្យធ្វើយ៉ាងណាដើម្បីឲ្យចេញជាលទ្ធផលនោះគឺគេសំដៅទៅលើអ្នកដែលអនុវត្តនឹងឯងនិយាយឲ្យធ្វើកុំនិយាយឲ្យអត់ធ្វើអញ្ចឹងសមត្ថភាពទាំងពីរគឺខុសគ្នាអ្នករៀនតិចប៉ុន្តែគេអនុវត្តទៅវាចេញជាលទ្ធផលអាហ្នឹងគឺបានល្អប្រសើរបើសិនជាមនុស្សធ្វើផែនការគ្រាន់តែនិយាយគ្រាន់តែទៅសេដាក់នៅក្នុងសភៅក្តាររាមក្តារសភៅថាផែនការយើងត្រូវធ្វើអញ្ចេះយើងត្រូវធ្វើអញ្ចោះក៏ប៉ុន្តែអ្នកដែលអនុវត្តគេធ្វើអត់គេមិនបានធ្វើតែលទ្ធផលចេញទេមិនចេញនោះទេណាគឺអត់ចេញតែម្ដងអញ្ចឹងរៀនតិចក្តីរៀនច្រើនក្តីសំខាន់គឺយើងនិយាយធ្វើដាក់ផែនការតើផែនការហ្នឹងយើងបានធ្វើហើយនៅសម្រាប់ខ្ញុំប្រសិនបើយើងទៅសេផែនការហើយយើងបានធ្វើយើងសប្បាយចិត្ត
ប៉ុន្តែបើសិនជាអត់បានធ្វើគឺមិនសប្បាយចិត្តនោះទេអញ្ចឹងលទ្ធផលល្អឬមិនល្អគឺអាស្រ័យទៅលើខ្លួនយើងគឺជាអ្នកអនុវត្តនឹងហើយមិនមែនជារឿងទ្រឹស្ដីទេរឿងទ្រឹស្ដីគឺជាសំខាន់រឿងទ្រឹស្ដីគឺជាសំខាន់ហើយពេលដែលយើងមានទ្រឹស្ដីប៉ុន្តែអនុវត្តក៏ជាការសំខាន់ខ្លាំងបំផុតដែរចឹងណាក៏ខ្លាំងបំផុតដែរអញ្ចឹងយើងគិតមើលអំពីលទ្ធផលខ្លួនឯងថាខ្លួនឯងធ្វើបានប៉ុណ្ណាធ្វើបានប៉ុណ្ណីអាស្រ័យទៅលើយើងអ្នកធ្វើយើងអនុវត្តយើងចុះទៅអនុវត្តផ្ទាល់ហើយយើងនឹងទទួលបានលទ្ធផលនៅក្នុងថ្ងៃក្រោយណាមួយសំខាន់អញ្ចឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា